នៅពេលអ្នកដាក់ប្រាក់ទៅលើ exchange មួយការសួរដ៏សំខាន់បំផុតគឺប្រាក់ខ្ញុំមានសុវត្ថិភាពទេក្នុងប្រព័ន្ធធនាគារមានការធានាពីរដ្ឋតែក្នុងពិភពគ្រីបតូការធានាគឺ blockchain ខ្លួនវាអ្វីក៏អាចពិនិត្យបានទុនទំហំ wallet ចំណូលចេញកម្រិត liquidity នេះហើយជាមូលហេតុដែល exchange reserve សំខាន់ខ្លាំងណាស់ពេលទីផ្សារកើតមានភាពរំខានមនុស្សច្រើនក៏កើតការភ័យតែទិន្នន័យបច្ចុប្បន្នបង្ហាញច្បាស់ Binance បានស្ដារទុនឡើងវិញដល់120,000 លាន USD ទាំងអស់នេះមិនមែនពាក្យសម្ដីទេវាជាទិន្នន័យ one chain ពិតពី CryptoQuant តើមានអ្វីកើតឡើងពេលទីផ្សាររំខានអ្នកប្រើដក stablecoin តម្លៃឡើងចុះលឿនមានអារម្មណ៍ភ័យខ្លាច exchange ខ្លះមានបញ្ហា liquidity តែ exchange ដែលខ្លាំងពិតប្រាកដគឺ exchange តែស្ដារឡើងវិញបានលឿននិងបង្ហាញទិន្នន័យថ្លៃថ្នូរ Binance ស្ដារឡើងដល់120,000 លាន USD CryptoQuant បង្ហាញថា Binance បានស្ដារទុនឡើងវិញប្រហែល 4,000 លានទុនសរុបជិត120,000 លាន USD នៅតែខ្ពស់ជាង 83% បើប្រៀបធៀបទៅកំណត់ត្រាខ្ពស់បំផុតនេះបង្ហាញថា exchange មានថ្នាក់ស្ដារលឿនអ្នកប្រើនៅតែជឿ liquidity មាំមួនដោះស្រាយការដកធំបានរលូន USDT កាន់ដល់កំណត់ត្រាថ្មី Binance កាន់ 42.83,000 លាន USDT ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រវាមានន័យថាអ្នកប្រើមានការជឿទុកចិត្ត stablecoin មិនបានរត់ចេញ liquidity ស្ថិតស្ថេរលើ exchange តែប៉ុណ្ណេះកម្រិតនេះគឺមហិមា BTC សរុប 548,000 DES Binance កាន់កាប់និងរក្សាទុក BTC ជាច្រើនជាង exchange ភាគច្រើន 548 KBS គឺសម្គាល់ពីសមត្ថភាពនិងទម្លាប់របស់អ្នកប្រើក្នុងការទុកប្រាក់លើ platform ការពិនិត្យដោយ CryptoQuant ពួកគេមិនជឿតាមការផ្សព្វផ្សាយទេពួកគេតាមដាន wallet ពិត BES stablecoin F និងទ្រព្យសកម្មផ្សេងទាំងអស់អាចមើលបាន one chain សារសំខាន់សម្រាប់អ្នកប្រើនេះមានន័យថាការដកប្រាក់មានសុវត្ថិភាព liquidity មាំ exchange មានស្ថិរភាពអ្នកប្រើអាចជឿបានសន្និដ្ឋាន Binance បានស្ដារទុនឡើងវិញដល់120,000 លាន USD USDT កាន់ដល់កំណត់ត្រា BTC កាន់កាប់ 548 ទាំងអស់ verification one chain នេះគឺជាចំណេះដឹងមិនមែនជាការណែនាំវិនិយោគរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជា passport បងប្អូនមានអីដាក់នឹងដើម្បីបង្កើតកន្លែងឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ